សួស្តីអ្នកគ្រប់គ្នាថ្ងៃនេះយើងបន្តជជែកគ្នាអំពីព្រឹត្តិការណ៍ដ៏តានតឹងនិងជក់ចិត្តបំផុតដែលជាចំណុចកំពូលនៃពិធីប្រកួតស្លថ្នាំរបស់ត្រកូលយ៉ៅហើយអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែអន្ទះសាររងចាំនោះគឺការឈានចូលមកដល់នៃវគ្គប្រកួតផ្ដាច់ព្រាត់នេះឯងបើយើងក្រឡេកមកមើលក្នុងការប្រកួតផ្ដាច់ព្រាត់វគ្គនេះឃើញថាបេក្ខជនម្នាក់ៗសុទ្ធតែជាកំពូលជើងខ្លាំងដែលពឹងផ្អែកលើភ្លើងមេឃាលំដាប់កំពូលប្រតិចាវ៉ាន់ហ៊ូប្រើភ្លើងខ្យល់នៅរោគ9ជាភ្លើងលំដាប់ទី10នៃក្នុងបញ្ជីភ្លើងមេឃាឯរៀមច្បងសិនណុងប្រើភ្លើងប្រលឹងជីវិតជាភ្លើងលំដាប់ទី5ដែលល្បីថាអ្នកដែលលេបវាហើយធ្វើឲ្យមានអាយុវែងដោយពពួកសត្វទេពហើយដោយដែលយើងដឹងស្រាប់ពីចរិតរបស់ត្រកូលហ៊ុននោះគឺហ៊ុនស៊ីជឺបានប្រើភ្លើងរងនៃភ្លើងត្របាក់លំហដែលជាអណ្ដាតភ្លើងមេឃាលំដាប់ទី2ដើម្បីស្រូបយកថាមពលថ្នាំពីបេក្ខជនដទៃទៀតប៉ុន្តែល្បិចដ៏ថោកទាបនេះត្រូវបានបង្ក្រាបយ៉ាងចាស់ដៃដោយសៀវយានដោយការប្រើសៀវអ៊ីទៅបន្សុទ្ធភ្លើងរបស់ហ៊ុនស៊ីជឺវិញដោយសារតែថាមពលមេឃដីនៅលើភ្នំយ៉ាវត្រូវបានស្រូបអស់ត្រៀមច្បងសិនណុងនិងព្រឹត្តិចារវ៉ាន់ហ៊ូសម្រាប់លះបង់ថាមពលថ្នាំរបស់ខ្លួនឲ្យសៀវយានទាំងអស់តែម្ដងសម្រាប់បច្ចេកទេសស្លថ្នាំទូទៅការលេខថ្នាំខុសៗគ្នាអាចធ្វើឲ្យផ្ទុះចង្ក្រានភ្លាមតែដោយសារសៀវយានប្រើភ្លើងផ្កាឈូកបរិសុទ្ធដែលមានសមត្ថភាពបន្សុទ្ធថ្នាំខុសៗគ្នាឲ្យទៅជាថាមពលដ៏បរិសុទ្ធទើបគេអាចបង្កើតថ្នាំសុនតាន់នេះបានដែលគ្រាប់ថ្នាំនេះអាចបំផ្លាញខ្លួនជាមនុស្សស្រីស្អាតដែលដូចទេពធីតាបានហើយចេះបញ្ឆោតផ្នែកគេដើម្បីគេចខ្លួនបង្ហាញឲ្យឃើញថាគ្រាប់ថ្នាំលំដាប់ទី9មិនមែនជាវត្ថុគ្មានជីវិតនោះទេតែវាជាមានប្រាជ្ញាស្មើនឹងមនុស្សទូទៅហើយជោគជ័យនេះហើយដែលធ្វើឲ្យសៀវយានយកបានតំណែងជាគ្រូស្លថ្នាំលេខ1នៅលើទ្វីបបន្ទាប់ពីជោគជ័យហើយសៀវយានក៏បានបំពេញបំណងធំបំផុតនៅក្នុងជីវិតរបស់យ៉ាវឈិនដោយមេត្រកូលយ៉ាវតាន់បានយកព្រមឲ្យចារឹកឈ្មោះឪពុកម្ដាយរបស់យ៉ាវឈិននៅក្នុងវិមានត្រកូលវិញបន្ទាប់ពីបានគេបណ្ដេញចេញដោយអយុត្តិធម៌អស់ជាច្រើនឆ្នាំយ៉ាងណាក៏ដោយភាពរីករាយនេះបានរលាយទៅវិញភ្លាមនៅពេលដែលហ៊ុនស៊ីជឺហាមាត់ទាខ្ចីយុបុរាណធូស៊ឺពីត្រកូលយ៉ៅហើយប្រកាសក្តែងថាត្រកូលយ៉ៅចិត្តនឹងរលាយហើយបង្ហាញយ៉ាងច្បាស់ថាត្រកូលហ៊ុនបានរៀបចំផែនការកំទេចត្រកូលយ៉ៅរួចស្រេចហើយសង្គ្រាមធំនឹងផ្ទុះឡើងនៅភាពបន្ទាប់ហើយនៅក្នុងអេពីសូតនេះការវិភាគរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងទេតែមុននឹងបញ្ចប់ខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាពីផ្ទាំងអក្សរចិនដែលជាសេចក្តីប្រកាសផ្លូវការពីស្ទូឌីយោនៃចំពាក់ស្ដីពីការផ្អាកការផ្សាយភាគថ្មីជាបណ្ដោះអាសន្នដើម្បីយកពេលទៅសម្រាប់ចម្រាំងនិងពង្រឹងគុណភាពក្រាហ្វិកវគ្គចុងក្រោយនៃវគ្គពេញមួយឆ្នាំឬនានហ្វាននេះឲ្យកាន់តែល្អប្រសើរក្រោយពីការផ្សាយភាគទី207ការផ្សាយគិតចាប់ពីថ្ងៃទី19ខែកញ្ញាតទៅស្ទូឌីយោនឹងបញ្ចេញវីដេអូសង្ខេបសាច់រឿង recap រៀងរាល់ថ្ងៃអាទិត្យវេលាម៉ោង10ព្រឹកនៅក្នុងប្រទេសចិនសម្រាប់រយៈពេល7សប្តាហ៍ជាប់គ្នាចំណែកឯសាច់រឿងផ្លូវការនឹងត្រូវផ្អាកការផ្សាយជាបណ្ដោះអាសន្នសាច់រឿងផ្លូវការនឹងត្រឡប់មកវិញជាផ្លូវការនៅថ្ងៃទី6ខែកញ្ញានៅសប្តាហ៍ដំបូងនៃការត្រឡប់មកវិញស្ទូឌីយោសន្យាថានឹងបញ្ចេញវីដេអូ2ភាគផ្ទួនតែម្ដងដំណឹងល្អនោះគឺគេបានបន្ថែមភាគសរុបចំនួន10ភាគពី209ទៅ219ភាគវិញទោះត្រូវយករងចាំយូរបន្តិចមែនតែខ្ញុំជឿថាការត្រឡប់មកវិញដឹងតែអស់ចាស់ហើយបើសិនជាមានចម្ងល់ឬយោបល់អីកុំភ្លេច comment នៅខាងក្រោមសូមអរគុណអ្នកគ្រប់គ្នាសម្រាប់ការស្ដាប់ជួបគ្នានៅថ្ងៃទី6ខែកញ្ញាក្នុងវីដេអូបន្ទាប់សំណាងល្អគ្រប់គ្នា